សូមជូនរឿងពាក្យសន្យារវាងក្អាត់និងសត្វដង្កូវមានកូនដង្កូវញីមួយកំពុងតែនៅលើស្លឹកឈើដែលមានមែកតូរទៅរកទឹកបឹងមួយចៃដន្យកូនដង្កូវញីបានប្រទះភ្នែកនឹងកូនក្អាត់ឈ្មោលមួយដែរនៅក្បែរនោះពួកគេបានសម្លឹងមើលមុខគ្នាដោយភ្នែកដ៏តូចៗរបស់ពួកគេហើយពួកគេក៏ចាប់ចិត្តប្រតិព័ទ្ធដូចគ្នាទៅវិញទៅមកក្នុងខ្សែភ្នែករបស់កូនក្អាត់កូនដង្កូវនោះប្រៀបដូចជាឥន្ទ្រនូដែលមានពណ៌ល្អគ្មានពីរសម្រាប់ដង្កូវកូនក្អាត់ប្រៀបដូចជាគ្រាប់អង្កាំពណ៌ខ្មៅដ៏ប្រណិតដង្កូវខ្ញុំពេញចិត្តរូបអ្នកទាំងអស់សូមអ្នកកុំប្រែប្រួលឲ្យសោះក្អាត់ខ្ញុំសន្យាមួយរយៈក្រោយមកក្អាត់ក៏មកជួបនឹងដង្កូវសាជាថ្មីតែពេលនេះក្អាត់បានដោះជើងក្រោយពីរដង្កូវបានឃើញក្អាត់ដូច្នេះស្រែកយំយ៉ាងខ្លាំងដោយខឹងនឹងក្អាត់ថាមិនគោរពសន្យាក្អាត់ឲ្យខ្ញុំសុំទោសផងចុះខ្ញុំមិនចង់បានជើងទាំងពីរនេះទេអ្វីដែលខ្ញុំចង់បានគឺឥន្ទ្រនូដ៏ស្រស់ស្អាតរបស់ខ្ញុំដង្កូវអ្វីដែលខ្ញុំចង់បានគឺគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំសន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេក្អាត់ខ្ញុំសន្យាប៉ុន្តែមិនដូចដែលគេបានសន្យាឡើយកូនក្អាត់បានជួបដង្កូវលើកនេះមានដោះដៃពីរថែមទៀតដង្កូវស្រែកយំខ្លាំងជាងមុនទៅទៀតដង្កូវអ្វីដែលខ្ញុំចង់បានគឺគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំទុកឱកាសឲ្យជាលើកចុងក្រោយម្ដងទៀតសន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេក្អាត់ឲ្យខ្ញុំសុំទោសផងចុះខ្ញុំសន្យាលើកនេះក្អាត់ក៏ជ្រុះកន្ទុយបាត់ដង្កូវនេះជាលើកទី3ហើយដែលអ្នកមិនគោរពពាក្យសន្យាអ្នកមិនទុកខ្ញុំនៅក្នុងបេះដូងឡើយអ្នកធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់ក្អាត់ខ្ញុំមិនចង់ធ្វើដូច្នេះទេតែនេះជាធម្មជាតិអ្នកនៅតែជាឥន្ទ្រនូដ៏ស្រស់ស្អាតរបស់ខ្ញុំដដែលដង្កូវតែអ្នកមិនមែនជាគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំទៀតទេនេះហើយដង្កូវវាចេញទៅសំងំយំរហូតដល់យប់ហើយក៏ដេករឹងលក់ទៅនៅពេលដែលគេភ្ញាក់ឡើងអ្វីៗដែលនៅជុំវិញខ្លួនគេហាក់ប្រែប្រួលទាំងអស់ខ្លួនបែរជាមានស្លាបคล้ายទៅជាមេអំបៅមេឃក៏ប្រែប្រួលដើមឈើក៏ប្រែប្រួលអ្វីៗទាំងអស់គឺប្រែប្រួលលើកលែងតែស្នេហារបស់គេចំពោះនឹងកូនក្អាត់ដង្កូវក៏សម្រេចចិត្តមកសុំទោសក្អាត់វិញដែលនាងចោទថាមិនគោរពពាក្យសន្យានាងហោះហើរស្វែងរកកូនក្អាត់ពេលនោះនាងបានឃើញកង្កែបនាងក៏ហើរមកក្បែរហើយសួរថាតើអ្នកបានឃើញគ្រាប់អង្កាំខ្មៅរបស់ខ្ញុំទេសួរមិនទាំងទាន់ចប់ផងកង្កែបក៏លោតស៊ីមេអំបៅបាត់ទៅរួចហើយវាលោតមកទុំលើស្លឹកឈូកចាំមើលផ្លូវឥន្ទ្រនូរបស់វាយ៉ាងក្រៀមក្រំក្នុងចិត្តបន្តទៀតដោយសង្ឃឹមថាថ្ងៃណាមួយនាងនឹងវិលមករកខ្លួនវិញជាមិនខាន